អាយ៉ងអាសាយោសូមស្វាគមន៍ទស្សនិកជនទាំងអស់ខ្ញុំជាសុខាផ្សាយចេញពីរដ្ឋធានី Phoenix Arizona នៃសហរដ្ឋអាមេរិកថ្ងៃនេះជាថ្ងៃច័ន្ទទី27ខែកុម្ភៈឆ្នាំ2017ថ្ងៃនេះយើងរៀនសូត្រអំពីដំរីត្រូវហើយយើងរៀនសូត្រអំពីដំរីក្នុងមេរៀនមួយនេះយើងអាចយកប្រើការបានក្នុងជីវិតគ្រប់យ៉ាងមិនតែសម្រាប់ថ្នាក់កុំព្យូទ័រថ្នាក់ចម្រៀងឬក៏អ្វីៗទេឲ្យតែបញ្ហាក្នុងជីវិតយើងអាចយកមេរៀនថ្ងៃនេះយកទៅប្រើវាបានអូខេយើងនឹងចាប់ផ្ដើមមេរៀនយើងឧទាហរណ៍ថាបើខ្ញុំដាក់លំហាត់ឲ្យអ្នកទាំងអស់គ្នាធ្វើគ្រឿងហោះដូចខ្ញុំបង្ហាញនៅលើកញ្ចក់នេះចំពោះសិស្សដែលមិនដែលធ្វើកិច្ចការនេះចាប់ផ្ដើមគឺវង្វេងតែម្ដងមិនដឹងជាធ្វើអ្វីមុនដល់ឆ្ងល់វាឆ្ងល់ច្រើនពេកក៏មិនដឹងជាសួរអ្វីដែរអាហ្នឹងវាចូលទៅវង្វេងដូច្នេះអ្វីមួយខ្ញុំរៀនកាលនៅពីក្មេងហើយខ្ញុំចែកវិជ្ជាដល់អ្នកទាំងអស់គ្នាគឺគ្រូកាលខ្ញុំពីក្មេងនោះគ្រូសួរថាបើយើងចង់បរិភោគដំរីតើបរិភោគយ៉ាងម៉េចលេបវាទាំងមូលឬក៏ខាំវាម្ដងមួយម៉ាត់យើងដឹងច្បាស់ថាយើងមិនអាចលេបដំរីទាំងមូលទេដូច្នេះតើយើងខាំវាម្ដងមួយម៉ាត់កម្មវិធីយើងដោះស្រាយបញ្ហាក៏ដូចនេះដែរមិនថាគ្រឿងហោះដូចនេះមិនថាកជ្រួចមិនថាអាវុធអ្វីទេឬក៏បញ្ហាក្នុងជីវិតយើងអាបញ្ហាធំវាកើតមកពីបញ្ហាទូចដូច្នេះយើងអាចបំបែកវាទៅទូចហើយយើងដោះស្រាយវាពីទូចដល់ពេលយើងដោះអាទូចហ្នឹងហើយគឺវាងាយស្រួលទេអាបញ្ហាធំហ្នឹងរលំឯងហើយចំពោះសិស្សដែលមិនដែលដោះស្រាយបញ្ហាធំដូច្នេះយើងសម្លឹងដូចជាគ្រឿងហោះនេះមើលទៅដូចជាពិបាកខ្លាំងណាស់មិនដឹងជាចាប់ផ្ដើមពីត្រឹមណាទេតាមការពិតដូចជាក្នុងរូបសាស្ត្រដូចឧទាហរណ៍ថាពេលយើងលេងបាល់ទាត់អីចឹងយើងដឹងច្បាស់ថារាល់ពេលយើងទាត់បាល់ពេលយើងទាត់បាល់អញ្ចឹងទៅបាល់នឹងវាឡើងទៅខ្ពស់ហើយវាធ្លាក់ហើយដូចជារូបភាពដែលខ្ញុំបង្ហាញលើកញ្ចក់នេះពេលយើងទាត់បាល់អញ្ចឹងវាចេញពីជើងយើងដឹងថាវាទៅអញ្ចឹងក្នុងសរសេរ program តើតើយើងចេះពិនិត្យគ្រប់ជំហានបានន័យថាបើយើងចង់ពិនិត្យបាល់កន្លែងនេះយើងត្រូវដឹងវាធ្វើដំណើរទៅខ្ពស់ប៉ុណ្ណាវាធ្វើដំណើរទៅស្ដាំប៉ុណ្ណាវាចុះទៅក្រោមប៉ុណ្ណាវាថយក្រោយប៉ុណ្ណាវាទៅមុខប៉ុណ្ណាចំពោះបាល់យើងដឹងឲ្យតែពេលយើងទាត់អញ្ចឹងទៅអាបាល់ហ្នឹងវារត់ទៅតាមហ្នឹងឯងដូច្នេះយើងអាចសំកាំងពេលវេលាគ្រប់ទីកន្លែងយើងអាចសំកាំងកន្លែងនេះ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 យើងអាចដឹងថាបាល់ហ្នឹងមកត្រឹមនេះវាល្បឿនប៉ុណ្ណាវាកម្ពស់ប៉ុណ្ណាហើយយើងអាចដឹងថាវាត្រូវការប្រមាណminuttប្រមាណនាទីទៀតបាល់នឹងធ្លាក់មកវិញហើយធ្លាក់ចម្ងាយប៉ុណ្ណាពីអ្នកទាត់ហ្នឹងរឿងអស់នេះគឺរឿងវិទ្យាសាស្ត្រទាំងអស់យើងអាចធ្វើលេខចេញទាំងអស់ក៏ប៉ុន្តែតើតើយើងយល់វាជំហានរបស់វាក្នុង program កុំព្យូទ័រក៏ដូចគ្នាដែរហើយមិនថាយើងទាត់បាល់ឬក៏យើងបង្ហោះកជ្រួចដូចនេះទេកជ្រួចនេះមើលទៅដូចពិបាកសម្បើមក៏ប៉ុន្តែបើយើងគិតវាច្បាស់លាស់ក៏ដូចយើងទាត់បាល់ដែរឃើញទេបានន័យថាម៉េចគ្រប់ជំហានយើងអាចពិនិត្យកជ្រួចនឹងល្បឿនវាប៉ុណ្ណាសាំងវានៅសល់ប្រមាណហើយយើងអាចពិនិត្យជំហានវាហើយយើងអាចគិតលេខមុនថាវាអាចហោះដល់ចម្ងាយប៉ុន្មាននៅពេលយើងបំបែកវាដូចនេះហើយគឺយើងធ្វើអ្វីអត់ស្មានទៀតទេចម្លើយរបស់យើងវាចេញត្រូវម៉ាច់តែម្ដងហើយក្នុងយើងរៀនទៅសេ program កុំព្យូទ័រក៏ដូចគ្នាដែរនៅពេលយើងទៅសេ program កុំព្យូទ័រភាគច្រើនបើអ្នកទាំងអស់គ្នាមិនដែលទៅសេ program កុំព្យូទ័រវង្វេងដោយសារតែយើងអត់ចេះគិតយើងអត់ចេះបំបែកវាក៏ប៉ុន្តែដល់យើងបំបែកវាទៅវាងាយស្រួលទៅវិញនេះសំណួររបស់សិស្សក្នុងថ្នាក់ CSE 101ដែលមានបញ្ហាធ្វើលំហាត់មេរៀនទី7ខ្ញុំអានសំណួរអស់នេះទៅឃើញថាបញ្ហាគឺដូចគ្នាទាំងអស់បានន័យម៉េចបានន័យថាខួរក្បាលរបស់សិស្សមិនទាន់ចេះបំបែកបញ្ហា
នៅពេលចេះបំបីបញ្ហាហើយវាងាយស្រួលដោះស្រាយបញ្ហាអស់នេះទេហើយបើសិនជាខ្ញុំអាចជាវីដេអូឆ្លើយសំណួរនេះមួយវាយូរពេកដូច្នេះកម្មវិធីយើងរៀន program យើងដឹងស្រាប់ហើយវាមានអីច្រើនមានតែ if else ហើយយើងប្រកាសវាជា integer double boolean អីតែដដែលគ្មានអីធំដុំទេតែដដែលក៏ប៉ុន្តែតើតើយើងចេះបំបែកវាបានន័យថាតម្រៃហ្នឹងយើងកុំលេបទាំងមូលតើតើយើងរកកម្មវិធីយកកបិតមកចាត់វាទីងដងអានោះវាងាយស្រួលទៅវិញអូខេឥឡូវខ្ញុំឆ្លើយសំណួរខ្លះក៏ប៉ុន្តែសំណួរទាំងអស់នេះយើងចាំអាត់វីដេអូផ្សេងមួយទៀតដើម្បីកុំឲ្យវីដេអូមួយនេះវាវែងពេកនៅពេលខ្ញុំអាត់វីដេអូនេះគឺតម្រូវដូចថ្នាក់រៀននៅមហាសាកលវិទ្យាល័យផងធម្មតាថ្នាក់មហាសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិករៀនប្រហែល1ម៉ោង15នាទីម្ដងមួយអាទិត្យរៀន2ដងហើយថ្នាក់ខ្លះដែលរៀនមួយអាទិត្យ3ដងម្ដងគឺប្រហែល50នាទីបើថ្នាក់ដែលរៀនតែ2ថ្ងៃក្នុងមួយអាទិត្យវា1ម៉ោង15នាទីដូច្នេះនៅពេលខ្ញុំបង្ហោះវីដេអូអស់នេះគឺតម្រូវដូចថ្នាក់មហាសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិកដែរអូខេទី1សិស្សសូភ័ក្រមានបញ្ហាមេរៀនទី10ពេលបូកលេខបូកអត់ចាញ់ដូចលំហាត់ដែលខ្ញុំដាក់ក្នុងវីដេអូនោះអូខេដើម្បីយើងដោះស្រាយបញ្ហានេះនៅពេលដែលសិស្សធ្វើតាមវីដេអូរបស់គ្រូហើយវាចេញចម្លើយអត់ដូចគ្នាបានន័យថាវាមានខុសគ្នាអ្វីហើយបានជាវាអត់ចេញចម្លើយដូចគ្នាដូច្នេះជំហានទី1សរសេរសួរក្នុងវេទិកាហើយផ្ញើខូដហ្នឹងផ្ញើទៅ Google Drive រួចហើយមានសិស្សរួមថ្នាក់គេនឹង download ហើយជួយហើយអាហ្នឹងយើងជួយគ្នាបើគ្រាន់តែសរសេរសួរថាធ្វើមិនចាញ់ដូចគ្រូធ្វើអីធ្វើមិនចាញ់ទាំងចម្លើយវាយ៉ាងម៉េចវាចាញ់ error ឬក៏វាបូកលេខខុសឬមួយវាគុណលេខខុសយ៉ាងម៉េចអានេះវាចូលស្មានទាំងអស់បានន័យថាម៉េចដែលគ្រូចង់ជួយឬក៏សិស្សរួមថ្នាក់ចង់ជួយក៏ជួយមិនរួចដែរដូច្នេះដើម្បីឲ្យគេជួយរួចផ្ញើលំហាត់ទៅ Google Drive ផ្ញើ link ចូលវេទិការួចហើយអំពាវនាវឲ្យសិស្សរួមថ្នាក់អីហ្នឹងជួយទៅអាហ្នឹងគេអាច download ហើយពិនិត្យ code អាហ្នឹងគេជួយតាមហ្នឹងឯងដោយសារតែយើងរៀនកម្មវិធីថ្មីយើងរៀនបែកគ្នាមួយនៅប្រទេសនេះមួយនៅប្រទេសនោះហើយតំបន់ខុសគ្នាពេលវេលាម៉ោងខុសគ្នាដល់អញ្ចឹងវាពិបាកបន្តិចក៏ប៉ុន្តែគ្មានអ្វីពិបាកទេយើងដោះស្រាយបញ្ហាតាមហ្នឹងយើងប្រើបញ្ចេកទេសដោះស្រាយបញ្ហាអូខេសំណួរមួយទៀតសូឈួនហៀងសូឈួនមានបញ្ហាឆ្ងល់ថាហេតុអ្វីมันអាចបដូរសញ្ញាបូកដកបានឧទាហរណ៍បើយើងចុចសញ្ញាបូកហើយចង់ដូរទៅជាលេខដកវិញវាមិនដូរឲ្យអូខេនៅពេលយើងរៀនវិជ្ជាវិស្វករដើម្បីយើងនិយាយយល់គ្នាតោះតែយើងសរសេរញ៉ែហើយនៅពេលយើងសួរដូចសិស្សសួរអញ្ចឹងផ្ដល់ឧទាហរណ៍ឲ្យផងទៅសេជាលេខយើងកុំថាទៅសេជាពាក្យយល់ណាស់ទៅហើយមិនបាច់ផ្ដល់អីទៀតទេកុំស្មានអញ្ចឹងយើងសួរឲ្យស្រួលទៅវិញកុំឲ្យយ៉ាប់កុំឲ្យស្មានដូច្នេះផ្ដល់ជាលេខដើម្បីកុំឲ្យមានចម្ងល់អីតែម្ដងអូខេឥឡូវក្នុងសំណួររបស់សិស្សនេះគ្រូយល់ថាសិស្សចង់ធ្វើអញ្ចឹង1បូកនឹង2ដកក៏ប៉ុន្តែចង់ដូរអាដកហ្នឹងទៅបូកវិញដូរវាអត់កើតពីព្រោះអីក្នុងអាម៉ាស៊ីនគិតលេខរបស់គេមែនទេនេះ1បូកនឹង2គេអាចធ្វើលេខដកឬហើយគេអាចដូរសញ្ញាទៅលេខបូកវិញបានណាមើលកន្លែងនេះអាចទៅលេខដកអាចទៅលេខបូកគេអាចដូរសញ្ញាបានឬក៏ដូរសញ្ញាទៅលេខគុណលេខចែកអីអស់ហ្នឹងបញ្ហារបស់សិស្សនេះវាអាចដូរបានបើដាក់លេខបូកហើយវានៅគៀងលេខបូកចង់ដូរទៅលេខដកដូរអត់បានអូខេឥឡូវគ្រូសរសេរខូដឲ្យមើលបន្តិចហើយឆ្លើយសំណួរមួយហ្នឹងឲ្យចាំយើងដោះស្រាយបញ្ហារឿងតម្រៃក្នុងម៉ាស៊ីនក្នុងមេរៀនទី7លំហាត់មេរៀនទី7យើងចង់សរសេរម៉ាស៊ីនគិតលេខដូច្នេះវាមានកន្លែងចុចច្រើនយើងមិនបាច់ដាក់លេខអីច្រើនទេដាក់តែ2ហ្នឹងក៏បានដែរពាក្យខ្មែរថាមិនបាច់តុងវែងឆ្នាំងវែងទេបើយើងដោះស្រាយ2ចេញ
យើងដោះស្រាយប្រមាណទៀតក៏ចេញដែរអូខេឥឡូវយើងដាក់ button 1 button 2បរិយាវាទៅទំហំ36ហើយនេះយើងគ្រាន់ដូរវាទៅលេខ1ហើយលេខ2ដោយម៉ាស៊ីនគិតលេខគេចុចលេខដូរគេ text ដូរទៅលេខ1មួយនេះដូរទៅលេខ2ហើយនឹងយើងដាក់សញ្ញាលេខបូកហើយលេខដកផងដើម្បីយើងធ្វើតេស្តវានៅពេលវាដូរសញ្ញានេះគ្រាន់ copy paste paste និង paste មួយទៀតនិង paste មួយទៀតអានេះយើងដាក់សញ្ញាលេខដកនេះសញ្ញាលេខបូកហើយអានេះដាក់ចម្លើយហើយនៅក្នុងម៉ាស៊ីនគិតលេខរបស់ Microsoft នេះយើងដឹងច្បាស់ថាពេលយើងបញ្ឆេះវាចេញ0អញ្ចឹងដូច្នេះវាមានស្អីបង្ហាញកន្លែង0ហ្នឹងធម្មតានៅពេលយើងបង្ហាញយើងប្រើ label ដូច្នេះ label យើងបរិយាវាទៅ36ដែរដើម្បីឲ្យវាធំងាយស្រួលមើលហើយក្នុងម៉ាស៊ីនគិតលេខរបស់ Microsoft នេះពេលយើងចុច1បូកនឹងគ្រាន់តែចុចបូកអញ្ចឹងទៅវារុញអាលេខ1ទៅលើនេះបានន័យថានៅលើអា label 1នេះវាមានស្អីវាហើយដូច្នេះយើង copy វាទៀតដូច្នេះយើងហៅវាថា label 2ចុះណាអានេះ label 1ដាក់ចុះអា label 1ហ្នឹងអាក្រោមណាអាក្រោមនេះហើយវាបង្ហាញ1បូកគឺ label 2យើងហៅអញ្ចឹងចុះហើយអានេះគឺកម្មវិធីយើងបរិភោគតម្រៃយើងមិនបាច់ធ្វើអីច្រើនទេធ្វើតែវាយតែលេខ1លេខ2ហ្នឹងឲ្យតែវាបូក1បូក2ចេញវាធ្វើលេខប្រមាណក៏វាអាចចេញបានដែរអូខេយើងមើលម៉ាស៊ីនគិតលេខរបស់ Microsoft នេះពេលយើងបញ្ឆេះមុនដំបូងវាមិន0ហើយបើយើងរត់ program របស់យើងពេលយើងរត់ដំបូងអញ្ចឹងរបស់យើងវាបង្ហាញ label 2 label 1ស្អីញ៉ៃញ៉ៃពេញហ្នឹងយើងចង់បង្ហាញដូចរបស់ Microsoft នេះ Microsoft បង្ហាញ0នឹងក្រោមដូច្នេះ label 1 0អាខាងលើអត់មានទេយើងបំបត្តិនេះវិញហើយយើងទៅview code ដូច្នេះយើងអាចចុច form ចុចខាងស្ដាំហើយទៅ view code វាបើក code ឲ្យយើងហើយពេលវាបើក code ឲ្យយើងហើយអាកន្លែង public form មួយនេះនៅខាងក្រោម initialize component ហ្នឹងបានន័យថា label button អីអស់ហ្នឹងអាហ្នឹងភាសា computer ហៅថា component ដូច្នេះយើងត្រូវសរសេរក្រោម component នៅពេលម៉ាស៊ីនគិតលេខរបស់យើងបញ្ឆេះមុនដំបូងយើងចង់ឲ្យវាធ្វើអីយើងចង់ឲ្យអា label 1ហ្នឹងគឺ0ដូច្នេះយើងសរសេរដូច្នេះវាបង្ហាញ0ហើយចុះអា label 2ខាងលើវាអត់បង្ហាញអីទាំងអស់វាលាក់ដូច្នេះពេលវាលាក់អញ្ចឹងយើងអាចថា string empty ហ្នឹងបានន័យថាយើងអត់ចង់បង្ហាញអ្វីទេហើយយើងរត់ program របស់យើងសាកពេលរត់សាកទៅឃើញវាបង្ហាញ0ណាបង្ហាញ0ក្រោមខាងលើអត់បង្ហាញអីទាំងអស់ឃើញទេដូចគ្នាទេអូខេយើងបិទ program នេះវិញយើងសរសេរបន្តទៀតបន្ទាប់មកយើងចង់សរសេរពេលយើងសរសេរ1បូកឲ្យវាឃើញអា1បូករុញទៅលើអញ្ចឹងអា1នឹងក្រោមនេះដូច្នេះយើងសរសេរ code ដូចនេះដើម្បីយើងសរសេរអញ្ចឹងតោះតែយើងពួកចលនាកើតឡើងនៅពេលយើងចុចលេខ1នេះអញ្ចឹងយើងចុចលេខ1ឃើញវាបង្ហាញនៅអា label 1នេះដូច្នេះយើងចង់បង្កើតចលនាអញ្ចឹងចលនានឹងកើតឡើងនៅពេលគេចុចអា button លេខ1នេះនៅពេលចុចអានេះដូច្នេះខ្ញុំនឹងដូរអា button 1ហ្នឹងទៅ btn លេខ1អានេះដូរអានេះហើយទៅ btn លេខ2ហើយនេះសញ្ញាលេខដក btn ហៅវាថា minus អាលេខបូកនេះគឺ btn plus ហើយនឹងអាសញ្ញា equal នេះគឺ btn equal btn ហ្នឹងគ្រាន់តែអក្សរកាត់ button ព្រោះអាកន្លែងចុចអស់ហ្នឹងភាសា computer ហៅថា button អូខេយើងមិញនេះយើងថានៅពេលយើងចុចលេខ1ពើងឲ្យវាបង្ហាញនៅ label 1នេះណាពេលយើងចុចលេខ1នេះឲ្យវាមកបង្ហាញ label 1ដូច្នេះដើម្បីឲ្យចលនានឹងកើតឡើងយើងដឹងថាចលនានឹងកើតឡើងនៅពេលគេចុចលេខ1ដូច្នេះយើងចុចលេខ1អញ្ចឹងទៅដល់ពេលយើងចុចលេខ1អញ្ចឹងយើងចង់ឲ្យធ្វើអីយើងមិនត្រូវការបង្ហាញដូច្នេះយើងបង្ហាញ label 1យើងត្រូវលុបអា label នឹងចោលសិនពីព្រោះអីវានៅបង្ហាញអា label 1នេះតោះយើងលុបវាចោលទាំងសិនទៅហើយបានយើងប្រាប់វាថាយើងចង់សរសេរលេខ1ហើយយើងរត់សាក
mà làm sân kịch lệ mình tên ní về cái chọn lệ mũi việc bằng hai lệ mũi cho bao giờ những chọn lệ mũi cái việc bằng hai lệ mũi đôi khi ấy đấy đôi khi hay bây giờ chọn lệ pi cái này vì mình đã đọc pi cho bây giờ chọn lệ pi bao giờ ở toàn miền cho là nào vậy cả là anh tế tôi sai giờ mình toàn sẽ khâu đây là toàn lệ pi năng nó tôi giờ bật khâu tiếng sẵn giờ tự design cho lệ pi năng pi đòn vì pro ấy giờ đang thà cho là cả lớn là bây giờ chọn lệ pi bây giờ bằng hai lệ pi là ní bao giờ ở bằng hai cái sọ bây giờ chọn lệ pi cho bây giờ nó program sáng những program bao giờ chẳng những chọn lệ pi cái như việc ở những này cả lớn rồi vì nơi tại Saro tại nó sẽ những trong bằng hai lệ pi những đang thà cho là đang cả lớn là về cái chọn button lệ pi này tôi sẽ những cho button lệ pi bao giờ nó chọn pi đòn vì chọn pi đòn thấy những đang thà code bao giờ đôi ta button lệ môi này tôi sẽ những copy về cho máu hay paste càng cao đi máu đầu lệ môi tới lệ pi anh này label ok dừng rốt viêm đòn tiết hay là bây giờ chọn lịch phí thì việc bằng hai lịch phí ấy cho những chọn lịch mùi vì là lộp ở lịch phí chào nó vì chỗ khẩu ở đây khởi nhà program ok phí muối bây giờ bằng hàng pay mùi bằng này xong việc time tôi sẽ giờ đọc sai bằng hàng nắng việc time đầm bay ao việc time to thì giờ bằng time code bằng tài tiệt chuyện ai tôi sẽ thả vào label zero một bồn label mùi và vì zero hay đây dân tôi sẽ vì zero nhắn vì pro AP dân phải xem mà sân kết lệ bởi giá mà bật code như sân nơi bây giờ phải xem mà sân kết lệ một bồn nhắn bỏ dân mình zero mình đấy dân chọn lục zero nâng chanh làm bây giờ sẽ lệ mùi cho mình hay dân ai đặt ra vào anh ấy cho dân tra cả variable thay mùi tiếtលើកទី1 variable ថ្មីហៅថាលើកទី1ជាងមកលើនេះយើងប្រកាសវាជា boolean is first ហ្នឹងបានន័យថាពេល program យើងបញ្ចេះដំបូងវារត់ដំបូងវា true ហើយព្រោះវារត់លើកទី1ដូច្នេះយើងមកកន្លែងនេះយើងដាក់វាថាបើវាសិនជាវាលើកទី1មិនមែនជាលើកទី1ទេយើងចង់បន្ថែមលេខទៅពេលយើងទៅចង់បន្ថែមលេខ1ហ្នឹងបានន័យថាម៉េចបើគេចុចឧទាហរណ៍បើគេចុចលេខ1ហើយគេចុច1ម្ដងទៀតវាទៅ11បើគេចុច1ម្ដងទៀតវាទៅ111ដូច្នេះរាល់តែពេលគេចុច1វាទៅបន្ថែម1code របស់យើងកន្លែងនេះសញ្ញាលេខបូកកន្លែងនេះវាប្រាប់យើងបន្ថែមលេខ1រាល់តែដងហើយចាំមើលយើងរត់របស់យើងសាកយើងអាចចុច1ហើយ1ហើយ1គឺវាបន្ថែម1ដោយអំសឹងកលេខមែនទេហ្នឹងហើយព្រោះវាធ្លាក់មកកន្លែងនេះហើយពេលយើងសរសេរ program ឥឡូវបិទនេះសិនបើសិនជាយើងប្រើ if ហើយអានេះគេហៅ statement ទៅសេគេអានេះយើងអាចអានេះមាន if អានេះមាន elseយើងអាចហៅវាថា if else statement ដូច្នេះតំបន់ if នេះបើសិនជាវា false យើងអាចលុបអានឹងចេញយើងអាចដាក់ចេះទៅវិញដាក់ exclamation point នៅពីមុខអា boolean ហ្នឹងបានន័យថាយើងចង់ផ្ទុយវាទៅវិញចង់ផ្ទុយមិនការយើងប្រកាស is first នេះយើងប្រកាសវាជា true វាពិតដូច្នេះនៅពេលយើងដាក់ exclamation point ពីមុខវាស្មើនឹងយើងសរសេរឥឡូវខ្ញុំសរសេរកន្លែងនេះចោះវាស្មើនឹងយើងសរសេរចេះដូចទឹកមុំនោះណាវាស្មើអានេះយើងមិនបាច់សរសេរច្រើនយើងមិនបាច់ដាក់ equal វាហើយសរសេរអាពាក្យនេះទៀតដូច្នេះយើងវាយអក្សរច្រើនពេកនាំឲ្យយូរអានេះយើងដាក់ថា exclamation point មួយពីមុខហើយអា boolean ហ្នឹងយើងប្រាប់វាថាយើងចង់ផ្ទុយទៅវិញបាទនេះថាបាទនេះ true យើងចង់ឲ្យវា false បាទនេះ false បាទនេះបើយើង initialize វា false ចឹងបានន័យថាយើងចង់បានវា true ឲ្យចាំ
exclamation point មានន័យថាយើងចង់បានផ្ទុយអូខេយើងបន្តទៀតហើយអានេះវាសម្រាប់ button 1ដល់ button 2វាដូចតែគ្នានឹងដែរយើងគ្រាន់តែ copy មក paste ក្នុងតំបន់នេះហើយយើងដូរលេខ1ទៅលេខ2ទៅចប់ឥឡូវយើងរត់វាសាកយើងដាក់12ឃើញទេ12ហើយដូចតាមសង្កេតលេខរបស់គេអញ្ចឹង12ឃើញទេឬក៏យើងចង់ដាក់ថែម1ទៀត2របស់គេនេះយើងថែម1 2បានន័យថាម៉េចអា button របស់យើងហ្នឹងអាលេខ1លេខ2ហ្នឹងដើរត្រឹមត្រូវអស់ហើយអូខេយើងទៅមុខទៀតយើងពិនិត្យម៉ាស៊ីនកលេចរបស់ Microsoft នេះពេលគេចុច1បូកហើយដល់បើសិនជាគេដូរពីបូកទៅដកគេដូរពីបូកទៅដកបានន័យថាអាលេខសញ្ញាលេខបូកហើយលេខដកហ្នឹងដូចវានៅដាច់ពីអាលេខ1ពីមុខនេះណាដកបូកឃើញទេយើងពិនិត្យអញ្ចឹងយើងបំបែកវាបូកដកគុណចែកឃើញសញ្ញាវាដូរនេះទេយើងដឹងច្បាស់ថាអាលេខ1នេះវានៅដាច់ពីអាសញ្ញាបូកដកគុណចែកហ្នឹងយើងដឹងអញ្ចឹងហើយដូច្នេះតើយើងបង្កើត variable មួយសម្រាប់ទុកអាលេខ1ពីមុខហ្នឹងហើយអាសញ្ញានេះដោយសារយើងចង់ដូរវាដូច្នេះយើងដឹងថាវានៅបែកដូច្នេះក្នុង code របស់យើងនេះយើងអាចប្រកាសវាធម្មតាវាបង្ហាញវាខាងលើនេះវាមានអាសញ្ញាលេខបូកលេខអីយើងដឹងថាវាបង្ហាញជា string ណាបង្ហាញជា string ដូច្នេះយើងអាចប្រកាសវាជា string ដោយសារវាជា global យើងដាក់ underscore ពីមុខឬហើយយើងហៅអីហៅទៅចំពោះខ្ញុំយើងហៅវាថា answer string ពីព្រោះអីអាហ្នឹងសម្រាប់វាបង្ហាញចម្លើយឧទាហរណ៍បើយើងបូកធ្វើ1បូក2ហ៎ហើយយើងចុចបូកម្ដងទៀតគឺអាចចម្លើយវាលេខ3ហ៎ដូច្នេះអា string ហ្នឹងវាសម្រាប់ទុកចម្លើយរបស់យើងផងហើយនៅពេលយើងប្រកាស string យើងអាចប្រកាសវាជា null ក៏បានដែរបាទ null ហ្នឹងមានន័យថាវាអត់ទាន់មានអីទេធម្មតាដូចយើងប្រកាសជា string យើងដាក់វាលេខ1ស្អីចឹងឬក៏យើងដាក់ hello sam សំអីចឹងដូច្នេះបើយើងមិនចង់ប្រកាសអ្វីទេយើងដាក់វា null ហ្នឹងយើងគ្រាន់ថា string មួយនេះយើងគ្រាន់បានប្រកាសវាទេយើងកុំដាក់ទៅទេដាក់ទៅទេចឹងវាគ្រោះថ្នាក់ program យើងផងនៅចាំវីដេអូក្រោយមួយទៀតខ្ញុំបញ្យល់ហេតុផលវាក៏ប៉ុន្តែគ្រាន់តែឥឡូវនេះគ្រាន់តែចាំថានៅពេលយើងប្រកាស variable យើងត្រូវប្រាប់វាស្មើនឹងអ្វីមួយដូចឧទាហរណ៍បើយើងប្រកាស boolean យើងប្រាប់វាថាស្មើ true កុំប្រកាសវាកបត់យ៉ែអានេះវាគ្រោះថ្នាក់នេះកុំប្រកាសវាកបត់យ៉ែវាគ្រោះថ្នាក់អូខេនេះមិន true ហើយ answer string នេះ answer ហ្នឹងចម្លើយនេះគឺ1បូក2ចម្លើយ3យើងចង់បង្ហាញអាលេខ3ហ្នឹងឯងដូច្នេះយើងចុះទៅរឿងនេះកើតឡើងអ្នកទាំងអស់គ្នាពិនិត្យចេះ1បូកពេលយើងចុចអាសញ្ញាលេខបូកនេះវារុញលេខទៅលើហើយមែនទេដូច្នេះយើងដឹងថាវាកើតឡើងនៅពេលយើងចុចសញ្ញាលេខបូកយើងចុចលេខបូកអញ្ចឹង Visual Studio បង្កើត code ដល់យើងហើយយើងដឹងថានៅពេលយើងអាលេខដែលយើងចុចពីក្រោមហ្នឹងណាអាក្រោមនេះយើងហៅ label 1នេះ label 1នេះអាក្រោមនេះ label 1ដូច្នេះ label 1នេះយើងដូរវាទៅជា string ដើម្បីយើងទុកវាបន្តអាសន្នហ្នឹងនេះរួចហើយបានយើងរុញអាលេខ1នេះទៅលើយើងបន្ថែមសញ្ញាលេខបូកផ្សេងទៅវិញយើងបន្ថែមវាផ្សេងព្រោះហេតុអីយើងចង់បន្ថែមវាផ្សេងព្រោះយើងទុកឱកាសយើងចង់ដូរដូចយើងចុចលេខដកចុចឃើញវាដូរហើយយើងចុចលេខបូកវាដូរវិញវាអត់វាមិនទាន់កណនីលេខ2នេះទេមិនអញ្ចឹងតើយើងមកចុចអីខាងនេះសិនហើយយើងចុចអានេះសិនបានជាវាធ្វើកិច្ចការនឹងឲ្យយើងអូខេយើងទៅមុខទៀតដូច្នេះយើងចង់បង្ហាញសញ្ញាលេខ1បូកនៅ label លេខ2 label លេខ2ហ្នឹងគឺឥឡូវនេះណាដើម្បីយើងធ្វើអញ្ចឹងយើងគ្រាន់តែសរសេរ label លេខ2វាជា text ហើយយើងបង្ហាញ string ខូដយើងកន្លែងនេះ label 2បានន័យថាជួរលើនេះអានេះវាជា answer string ជា label 1ណា label 1ហ្នឹងបានន័យថាអាក្រោមនេះយើងយកអាលេខក្រោមរុញទៅលើ
បន្ថែមសញ្ញាលេខបូកនេះដូច្នេះអានេះanswer string នេះតាមពិត label មួយនេះហើយហេតុអីយើងទៅសេញញ៉ាយអញ្ចឹងមិនព្រមទៅសេចំពោះ enter មកយើងសេចេះទៅណាហេតុអីយើងមិនទៅសេដោយ account នេះទៅហេតុអីមិនទៅសេចេះទៅចាំទៅសេវាមកចេះដាក់វាហៅវា answer string រួចហើយបានយកអា string ហ្នឹងមកញ៉ាយជាមួយនេះមិនទៅសេ direct ចេះនៅពេលយើងទៅសេ direct ចេះដល់គេត្រូវការដូរសញ្ញាយើងដូរវាអត់កើតឃើញទេហេតុអីយើងដូរអត់កើតពីព្រោះអីអា label 1ហើយនឹងអានេះវានៅជាប់គ្នាជាមួយអា label 2នេះគឺវានៅជាប់គ្នាព្រោះពេលយើងដាក់អាសញ្ញាលេខបូកហ្នឹងវាបន្តជាប់នឹងអា label 1នឹងបណ្ដោយបើយើងដាក់ចេះទៅវិញអ្នកទាំងអស់គ្នាឃើញអា answer string នេះវានៅដាច់តែឯងនេះបានន័យថាវា label 1នេះវានៅដាច់តែឯងអា label 2ទេដែលវាតអីញ៉ៃនេះក៏ប៉ុន្តែ label 1គឺអាក្រោមនេះ label 1បានន័យថាវាលេខតេសតមិនអញ្ចឹងវាមានតែលេខតេទេអញ្ចឹងបានយើងចង់ទុកវាបន្តអសន្ននៅនេះដើម្បីយើងទុកឱកាសឲ្យគេបើគេចង់ដូរសញ្ញាដកទៅបូកទៅដកអីយ៉ាងឬក៏ទៅសញ្ញាគុណសញ្ញាចែកអីយ៉ាងហ្នឹងអូខេឥឡូវយើងបិទទៅនេះវិញឥឡូវយើងរត់ program របស់យើងវាចេញស្អីដែរយើងគ្រាន់ធ្វើ1 + 2បានហើយមិនបាច់ធ្វើលេខអីធំទេអូខេ1 បូកអ្នកមកឃើញដូចគ្នាណាបើយើងធ្វើ1 បូកឃើញទេរបស់យើង1 បូកឥឡូវ1 បូកអាក្រោមលេខ1ទៅទេយើងធ្វើតេស្តវាមួយទៀតទៅពេលយើងទៅសេ program យើងធ្វើតេស្តយ៉ាងផងកុំពួកបាត់ទៅយើងមានតែ2នេះលេខ1លេខ2វាគ្មានអីច្រើនផងដូច្នេះធ្វើតេស្តវាផ្លេហ្នឹងឯង2 បូកឃើញវាដើរត្រឹមត្រូវទេបានន័យថាអាតំបន់លេខបូកនេះខូដរបស់យើងដើរត្រឹមត្រូវល្អហើយឥឡូវយើងធ្វើតេស្តវាមួយទៀតយើងចង់ដូរសញ្ញាវាពីបូកទៅដកទៅបូកដូច1 បូកចុះយើងចុចបូកម្ដងទៀតអ្នកទាំងអស់គ្នាឃើញវាខុសទេម៉ាស៊ីនគិតលេខរបស់គេនេះ1 បូកបើយើងចុចសញ្ញាលេខបូកទៀតវាធ្វើឲ្យមែនទេរបស់យើងនេះរាល់តែពេលយើងចុចសញ្ញាលេខបូកវាបន្ថែមបូក1 បូក 1 បូក 1 បូក 1បានន័យថាខុសហើយបានន័យថាតើយើងមុនយើងទៅមុខយើងដោះស្រាយអាបញ្ហានេះសិនព្រោះបើមិនចឹងទេបើយើងទៅមុខធ្វើអីផ្សេងទៀតអាកម្មវិធីសរសេរ program វាខុសប្លែកអ្វីយើងរៀនវិជ្ជាផ្សេងសាច់រឿងវានិយាយដល់ពេលបើយើងទៅធ្វើអីផ្សេងចឹងព្រោះអាផ្សេងនោះវាតាក់ទងគ្នាទាំងអស់ហ៎ដល់អញ្ចឹងទៅអាបញ្ហាយើងចេះតែច្រើនទៅដល់បញ្ហាច្រើនពេកមិនដឹងជាដោះស្រាយពីត្រឹមណាទៅវិញអាហ្នឹងចងវែងមកដែរដូច្នេះមិនទាន់បញ្ហាវានៅទូចណាទុំយើងធ្វើលេខ1 បូកហ្នឹង1ណាយើងធ្វើ1 បូកយើងចុចបូកទៀតបានន័យថាយើងបញ្ហាបាត់ហើយយើងដោះស្រាយហ្នឹងឲ្យចេញសិនចាំយើងទៅមុខទៀតដូច្នេះយើងដោះស្រាយធ្វើម៉េចបើគេចុចបូកកុំឲ្យវាទៅមុខដូច្នេះតើយើងមានកម្មវិធីអ្វីដែលយើងដឹងថាគេចុចលេខបូកហើយឬនៅដើម្បីយើងដោះស្រាយហ្នឹងយើងបង្កើត boolean មួយទៀតអា boolean មួយហ្នឹងយើងអាចដាក់វាហៅវាថា operational click យើងចង់ហៅអីហៅតែនេះមិនសំខាន់ទេចំពោះខ្ញុំហៅវា boolean is operational click ហើយយើង initialize វាទៅ false ដោយសារយើងដាក់វាទៅ false បានន័យថានៅពេលគេរត់ program នេះដំបូងគេមិនទាន់ចុចសញ្ញាលេខបូកសញ្ញាលេខដកអីទេមិនចឹងគ្រាន់តែគេរត់អានេះដំបូងរត់អាម៉ាស៊ីនគិតលេខនេះដំបូងអ្វីដែលម៉ាស៊ីនគិតលេខនេះធ្វើកិច្ចការយើងគឺវាបង្ហាញតែ0នេះឯងវាមិនទាន់មានចុចលេខបូកលេខដកលេខគុណលេខចែកទេណាអញ្ចឹងហើយបានយើង initialize វាទៅ false បានន័យថាមិនទាន់មានគេចុចទេដូច្នេះយើងចុះមកក្រោមនេះមួយទៀតខ្ញុំចង់ initialize ហើយយើងមានសញ្ញាលេខដកសញ្ញាលេខបូកសញ្ញាលេខគុណសញ្ញាលេខចែកមិនអញ្ចឹងដូច្នេះតើវាសម្គាល់វាមានអ្វីសម្គាល់ថាចុចសញ្ញាលេខបូកមានអ្វីសម្គាល់ចុចសញ្ញាលេខដកដូច្នេះយើងគួរប្រកាសវាហើយយើងប្រកាសវានៅ global អានេះហៅថា global យើងប្រកាសវា global ដោយសារពេលយើងធ្វើលេខបូកលេខដកអីអស់ហ្នឹងយើងអាចធ្វើគ្រប់ទីកន្លែងបានន័យថាvariable អស់នេះយើងចង់ប្រើការវាគ្រប់ទីកន្លែងដូច្នេះយើងចង់ប្រកាសវា global បើយើងប្រកាសវាតែក្នុងbutton នេះទេbutton plus នេះវាប្រើការបានតែក្នុងតំបន់នេះយកទៅប្រើការតំបន់ផ្សេងអត់បានដូច្នេះវាខុសសកម្មភាព program ហ្នឹងយើងដឹងថាអាលេខបូកវាអាចបូកលេខ2ជាមួយលេខ3អីអញ្ចឹងទៅបានថាវាអាចបូកគ្រប់ទីកន្លែងអញ្ចឹងហើយបានយើងចង់ប្រកាសវា global អូខេឥឡូវយើង
ប្រកាសវាថាយើងត្រូវការប្រកាសអ្វីថ្មីមួយដែលវាកត់សម្គាល់គេចុចលេខដកឬក៏គេចុចលេខបូកលេខគុណឬក៏លេខចែកតើយើងមានអ្វីសម្គាល់ដូច្នេះយើងអាចប្រកាសវាជា char ហ្នឹងជា data type char ហ្នឹងវាអាចទទួលបានតែមួយតួទេតួអីតួដូចយើងអាចប្រកាសវាជា A B C ឥឡូវខ្ញុំធ្វើឲ្យមើលដោយសារយើងចង់ប្រកាសសារអាសញ្ញាលេខដកលេខបូកនេះអាសញ្ញាលេខបូកលេខដកហ្នឹងភាសាអង់គ្លេសហៅថា operator យើងអាចពេលយើងប្រកាស char យើងប្រើ single quote នេះចុចបតកតែមួយឯងបើយើងប្រកាសជា double ប្រកាសជា string ឧទាហរណ៍បើខ្ញុំប្រកាសជា operator ខ្ញុំហៅ operator 2បើប្រកាសជា string បើយើងចង់ប្រើ string ក៏បានដែរក៏ប៉ុន្តែក្នុងឧទាហរណ៍នេះខ្ញុំប្រើ char ហេតុផលគឺ char វាស៊ី memory តិចជាងយើងមិនចង់ប្រើ string ជំនួសខ្ញុំបង្ហាញឯកសាររបស់វានេះជាឯកសាររបស់ Microsoft C# នៅ MSDN ហេតុអ្វីដែលយើងប្រើ char នេះគឺជាតារាងបើយើងប្រើ data type ផ្សេងឃើញវាបង្ហាញឧទាហរណ៍ byte វាមានទំហំពី0ដល់255បើយើងប្រើ integer វាមានចំនួនពី negative លេខនេះដល់ positive លេខហ្នឹងហើយប្រវែងរបស់វាគឺ32ហ្នឹងបានន័យថាយើងចែកវាឲ្យ8ពីព្រោះអី computer វាប្រើ bit ភាសា computer ហៅថា bit 8 bit ស្មើនឹង1 byte 8 bit ឲ្យចាំអាហ្នឹងអ្នកទាំងអស់គ្នាកត់អាហ្នឹងទុកក្នុងសៀវភៅទៅ8 bit ស្មើនឹង1 byte ដូច្នេះនៅតារាងរបស់វានេះវាបង្ហាញជា bit បានន័យថាម៉េចបើយើងប្រកាសឧទាហរណ៍ដូច program យើងប្រកាស boolean តើវា C memory computer របស់យើងប្រមាណអ្នកទាំងអស់គ្នាដូចដឹង computer យើងវាមានស្អី2 GB RAM 4 GB RAM អីចឹងអាខ្លះមាន8អីចឹងទៅអាខ្លះមាន16RAM ហ្នឹងវាជា memory ក្នុង computer វាធ្វើឲ្យ computer យើងរត់លឿននោះរាល់ពេលយើងប្រើ program ចេះអា program អស់ហ្នឹងវាត្រូវការអា RAM ហ្នឹងហើយយើងមិនចង់ប្រកាសវាលេខធំអីទេយើងចង់ប្រកាសអ្វីដែលគ្រាន់តែប្រើការបានមិនចឹងបើនិយាយអំពីឡានវិញបើឡានយើងស៊ីសាំងតាមអាសព្រាកាហ្វេយើងអាចបើកពីភ្នំពេញទៅបាត់ដំបងយើងគួរតែធ្វើឡានយើងឲ្យស៊ីសាំងតិចចឹងយើងមិនចង់ស៊ីសាំងឲ្យអស់20លីត្រទេបើកពីភ្នំពេញទៅបាត់ដំបងមែនទេអារឿង computer ចឹងដែរអា RAM របស់វានេះអ្នកទាំងអស់គ្នាដឹងស្រាប់ហើយបើទិញ computer អាលេខធំ computer ថ្លៃទៅដូច្នេះយើងចង់ឲ្យវាស៊ីអា RAM នឹងតិចដើម្បីឲ្យ program យើងវារត់លឿនហើយដូចជា boolean វាស៊ី memory ប្រហែលបើយើងមើលឯកសាររបស់ Microsoft នេះ boolean អានេះ boolean ណា boolean វាស៊ីអស់8 bit អ្នកទាំងអស់ចាំនេះ8 bit boolean នេះ boolean ស៊ីអស់8នេះ boolean ណា boolean ស៊ីអស់8 bit បានន័យថាវាស៊ី1 byte បានន័យថាវាស៊ីបន្តិចហើយព្រោះវាអស់ទូចអា1 byte ហ្នឹងហើយឃើញទេអាហ្នឹងអា boolean វាស៊ីតិចហើយចុះដែរអា char នេះដែលយើងប្រើប្រកាសchar នេះណាហេតុអីខ្ញុំប្រើ char មិនប្រើ string ទៅពេលប្រកាស operator char វាស៊ី memory តិចជាង string ចំពោះ C# ឲ្យចាំចំណុចហ្នឹងចំពោះ C# program នេះមួយវាស៊ី memory ខុសគ្នាដូចឧទាហរណ៍បើយើងប្រើ Visual Basic វាស៊ី memory ផ្សេងអាល្បឿនរបស់វានោះក៏ផ្សេងទៅយើងប្រើ Java វាស៊ី memory ផ្សេងអាល្បឿនរបស់វានោះក៏ផ្សេងទៅដូច្នេះដល់ពេលយើងប្រើ C# វាស៊ី memory ផ្សេងបើអ្នកទាំងអស់គ្នាគិតទៅដូចយើងទិញឡានអញ្ចឹងយើងទិញអា Toyota វាស៊ីសាំងផ្សេងទៅយើងទិញអា Honda វាស៊ីសាំងផ្សេងទៅយើងទិញ Nissan វាស៊ីសាំងផ្សេងទៅដូច្នេះឡានមួយវាស៊ីសាំងផ្សេងគ្នាយើងគិតវាអញ្ចឹងគិតថា data type ហ្នឹងដូចឡានអញ្ចឹងdata type មួយវាស៊ី memory តិចឬច្រើនខុសគ្នាដូច្នេះយើងគ្រាន់តែសម្គាល់វាអាមួយណាស៊ីតិចអាមួយណាស៊ីច្រើនហើយដូចជា char អ្នកទាំងអស់គ្នាឃើញនេះ char វាស៊ី6 bit
6 bit ឲ្យចាំ8 bit គឺ1 byte ដូច្នេះយើងយក6 ចែកឲ្យ8ឃើញវាស៊ី2 byte ណាលេខវាទូចចុះបើយើងstring អានេះវាបង្ហាញ string តារាងរបស់ Microsoft ចាំខ្ញុំចុចនេះមើលយ៉ាstring អានេះខ្ញុំវាចាំអត់ច្បាស់បើstring របស់ C# នេះខ្ញុំដឹងថាវាគ្រាន់ C ច្រើនជាងឆនេះបើមិន32ទេ64បានន័យថាវា C ច្រើនជាងឆនេះអញ្ចឹងហើយបានយើងប្រកាសអ្វីឲ្យវា C សាំងតិចបើប្រកាសឆវាតិចជាងសាច់រឿងវាហេតុសកម្មភាពមួយទៀតដែលយើងប្រកាសឆមិនប្រកាស string ព្រោះឆវាទទួលបានតែអក្សរមួយឧទាហរណ៍បើយើងបន្ថែមអក្សរមួយទៀតវាមិនអាចទទួលបានទេអ្នកទាំងអស់គ្នាឃើញគឺវាចេញក្រហមនេះបាទន័យថាវាទទួលបានតាមតួអក្សរទេយើងវាយអីវាយទៅយើងចង់វាយ A ក៏បានណាចង់ដាក់សញ្ញាលេខបូកក៏បានចង់ដាក់សញ្ញាលេខដកក៏បានប៉ុន្តែគ្រាន់តែចាំថាឆវាទទួលបានតែមួយតួដល់ពេលstring ទៅវិញយើងចង់ទៅសេដកប្រអិតណាក៏បានដែរឃើញទេវាទទួលបានច្រើនដោយសារតែវាទទួលបានច្រើនហើយបានវាស៊ីសាំងច្រើនអ្នកទាំងអស់គ្នានេះគិតដូចអាតេះភ្លើងហ្នឹងមែនទេអាតេះភ្លើងយើងដឹកឲ្យបានច្រើននោះមិនអញ្ចឹងអាតេះភ្លើងដឹកឲ្យបានច្រើនក៏វាស៊ីសាំងច្រើនដែរដល់ពេលម៉ូតូវាទទួលមនុស្សបានតិចយើងដឹកអីវ៉ាន់បានតិចក៏វាស៊ីសាំងតិចដែរគិតអញ្ចឹងទៅងាយស្រួលចាំអូខេយើងទៅមុខទៀតមុនយើងទៅមុខខ្ញុំបង្ហាញនេះតិចសិនអានេះតារាងរបស់ C# ឲ្យចាំណាអានេះតារាងរបស់ C# នេះតារាង C# អ្នកទាំងអស់គ្នាមើលឃើញលេខដែលវាបង្ហាញអស់នេះហ៎បើយើងមកមើលភាសាដូច Visual Basic គេនេះភាសា Visual Basic ហ៎Visual Basic នេះវា C memory ផ្សេងឧទាហរណ៍យើងយក integer មកពិនិត្យអ្នកទាំងអស់គ្នាឃើញ integer Visual Basic C បាន C 2 byte ចុះដល់ពេល C# integer វា C 4 byte ណា integer C 4 byte ពីព្រោះអីប្រវែងវា32យើងយក32ចែកឲ្យ8 32ចែកឲ្យ8គឺ4 byte ឲ្យចាំនេះពីព្រោះអី8 bit គឺ1 byte ដូច្នេះបើវា32 bit បើវា32 bit យើងយកចែកឲ្យលេខ8ហ្នឹងទៅវាចេញ byte មកហើយដូច្នេះ C# វា C 4 byte Visual Basic C តែ2 byte ទេសំណួរគឺចឹងមិនថា Visual Basic ភាសាវាល្អជាងព្រោះវា C សាំងតិចជាងវា C សាំងតិចជាងក៏ប៉ុន្តែលេខវាទទួលទាបដែរអ្នកទាំងអស់គ្នាឃើញទេVisual Basic អានេះ Visual Basic ហើយបើយើងប្រើ integer Visual Basic ទទួលអស់ធំលេខ 32767 យើងប្រៀបធៀបជាមួយ C# ឃើញវាទទួលលេខដល់2កោណ147លាន483ម៉ឺន647ដូច្នេះវាខុសគ្នាធំណាឃើញទេអានេះទទួលបានតែជាង30000អា C# ទទួលជាង2កោណ integer ដូចគ្នាក៏ប៉ុន្តែដោយសារវាទទួលលេខធំជាងវាដឹកមនុស្សបានច្រើនជាងវាស៊ីសាំងច្រើនជាងដែរណាវាស៊ីសាំងដល់32 bit បានន័យថា4 byte អានេះស៊ីសាំងតែ2 byte ទេ2 byte បានន័យថាវាស៊ីសាំង8 bit ណា8 bit អានេះស៊ីសាំង32 bit អូខេយើងទៅមុខ program យើងទៀតដូច្នេះខ្ញុំប្រកាសវា char operator ខ្ញុំដាក់វា e អានេះយើងគ្រាន់តែ initialize វាទេពីព្រោះអីនៅពេលគេបញ្ឆេះម៉ាស៊ីនគិតលេខនេះមុនដំបូងគេមិនទាន់ចុចលេខដកគេមិនទាន់ចុចលេខបូកគេមិនទាន់ចុចអីទាំងអស់មិនអញ្ចឹងហើយបានខ្ញុំអត់ initialize វាទៅលេខបូកឬក៏លេខដកលេខស្អីអញ្ចឹងពីព្រោះអីបើយើង initialize ទៅលេខបូកវាខុសស្រឡះហើយពីព្រោះអីអាម៉ាស៊ីនគិតលេខបញ្ឆេះមុនដំបូងគេមិនទាន់ចុចអីណាអញ្ចឹងហើយបានខ្ញុំដាក់ e ទៅវិញបានន័យថា e ហ្នឹងអក្សរកាត់ error ខ្ញុំគ្រាន់តែប្រកាសវាអញ្ចឹងទៅដើម្បីថាបើយើងទៅសេ program នៅខាងក្រោមនេះយើងប្រើវាខុសលក្ខណៈវាចេញ error មកហើយអាហ្នឹងវាសមជាងអូខេឥឡូវយើងប្រកាស operator ជា char ហើយគោលបំណងយើងមិញនៅយើងចង់ឲ្យគេដូរសញ្ញាបានន័យថាបើគេមិញ1បូកអូខេយើងធ្វើអាហ្នឹងសិនចុចបូកជាប់ណែលវាអបបន្ថែមលេខបូកអាហ្នឹងយើងប្រកាសវា is operational អូខេសញ្ញាលេខបូកនៅតំបន់នេះតំបន់លេខបូក
ใช่ยังจอดสกาวติกยังควรจะเซเวทาบ่มีกี่จอดหายทอมละยังจะเซย์ true บ่มี true ยัง return วีเหมือนไหมยังมันจองไอ้โค้ดรถเมาให้เลยอันนี้ยังบางศึกษาปีตัดมันรู้ย้ายตัวนี้ไว้แต่ท้ายลิtrong video về liên tích phần chụp bùa sắc không xạ trên khá đại mình toàn dối thì cô lo mà dạng này mở anh đôi chừng mơ xa đa phong ỏi khu các ba chứ anh đôi chừng sao tật tần nam chăng dương sao bị bật ấy sao được nghỉ tiệt bật ấy được nghỉ tiệt tòa khu các ba ta tuôn anh chậm dương rốt vào đầu tờ roi vào đầu còn bên này Montebon trong phần Montebon chứ riêng bây giờ chòm này tích làm bay ỏi nhạc tầng óc này xómจะchia xóm này phong ok cái này bị chăm tờ tuôn bà sân miền thì chọt hơi dân mình trong tập thành nhà lại bốc tiền đây là dân luật khổ bao dân sát muối bột bây giờ bột này tôi một chẳng bà này sao bị khó ấy cái này nơi dân chọn lịch muối mình nè về dân chọn lịch muối mình vẫn thời mới tiết dân chọn lịch muối hay dân đặt lịch bột hay lịch khó bà đây của bằng máy cho shop vì cái chọi lịch muối chọi lịch bột vì ở thử bắt thay muối như thế thằng khỏi bà này thao được bị dừng chọi lịch muối còn thì dừng đô tùng chơi vì dừng còn là bắt thay miền cái chọi miền cái chọi nhà nhà lịch bột của nhà này mình chăng được dừng cái muối bột cái thế bà này thao về cái chọi lịch muối dừng đô tùng chơi vì từ true bà này thao miền cái chọi nhà lịch bột năng của nhà này dừng vô tùng chơi nó một ra vô từng chơi nó một ra cái này bảo bị true giờ mình trong cái time nhà lại bột tiệt đây là những luật non tiết mùi bột đi ở trên ai mau thằng ọ bài này sao bị việc khó ai cái này ok giờ mình code vía ok giờ mình initialize cái giờ initialize false trong tao có hỏi về cái chọn đây muối ok hay là giờ cho hai ấy dân chọn mũi bột vì bột chẳng mũi bột cái việc tranh nhà mũi bột giờ break vì tầm ní đối với nhà tộc nhà điền pra đi bờ nâng thòng giờ đang việc panh ha về dân chọn nhà lịch bột anh ấy khôn môn kê bằng hàng cho các bạn giờ đặt break point tầm ní làm vậy giờ pin chập ra tầm ní dân chọn đang is operational đang ở ấy ok đó break point cũng được hơi nhỉ dân chọn về cái chọn nhà lịch bột về cái chọn nhà lịch bột nhưng phải tham viên cái chọn nhà lịch bột thôi đó về cái chọn lịch thò mà na anh ấy cái chọn lịch muối này về cái chọn lịch muối dân tha lịch muối này mình chia nhà lịch bột thế chẳng ai bạn nhận đặt false vì mình chia nhà lịch bột lịch pi đi chẳng chẳng này tới ok dân luật viên lòng tiết muối bột cái đấy hay dân chọn bột vì ở bát thay mày anh ấy tầm ra cho bây giờ đô nhà tới lấy đỏ những đô tới đỏ để có cái việc tới đô này chúng ta bỏ hòa Microsoft á những that muối bột hay những đô tới lấy đỏ khi việc đô tới lấy đỏ ấy những đô tới lấy bột với việc đô tới lấy bột với đô tới lấy đỏ với tới lấy đỏ với bà này sao bao giờ viên toàn đá vì pro ấy dân toàn tôi sẽ khổ sẽ làm lịch đỏ của ở chám Rachana Cholana bao vía cứ cả làng cái chọi lịch đỏ mình rằng những đội muối bột về tập hàng muối bột rồi cái chọi đó về tập hàng lịch đỏ để cho những tăng hàng Cholana sẽ cả làng cái chọi sinh nhà lịch đỏ này dân chọi thằng bị đòn tới việc bắt cả ăn này dễ hay là khô vía cứ sự tiền là lớn thì đấy còn là copy vía tới paste việc nào ní những đồ sinh nhà này tới lịch đỏ với của anh sẽ làm lịch đỏ vay cứ đôi khi thằng ọ lại cho mơ ok giờ rất biết xã những ta muối bột hay những đồ tới lịch đỏ mình khi bị cả vì mình sẽ cả là nghe cho bây giờ đã muối đỏ mà đòn mà muối đỏ về những chọn bột với việc đồ ảo bà này chả vì tận nộp đi vì đã tốt thì vì của is operational click vì true hoặc wrong đó mỗi tiết trong bài hàng này nó kia cứ bà sân chỉ anh smart and true
dương bạch cho xe equal true dương lộn chơi của bạn này và sân chỉ về false dương cho xe rằng rước có dương đã exclamation point bị một nên chẳng là của anh đang dương trong bàn tùy ok tôi xả đi trong bàn true còn tôi sẽ nhận tới trên lô bà true như trên giang mình ép bên trên đây và nét ngọc thì tụm riêng tôi sẽ program on the bốn tôi sẽ chơi tới vì sự nộp an riêng của khu các bạn dương riêng bịa phong riêng cho nam code phong riêng cho nam syntax phong như thế này vì khu các bạn đang việc đào từng song khang bozi không mà sân dương nóแบบbánh priết đọc bánh tràn bịch tôi sẽ nó dạp đuổi bát chương nó dạp tới tiền còn tại nó về trong tôi sẽ program tôi sẽ cho bị lươn dương bát chọn cho sọ cho nó tôi sẽ bạn nét ngọc thì khơi chết không if statement nó bạn này thà bị true vậy bạn này thà năng về smart true như vậy có bạn ta đi nét cho sẽ program kia tôi sẽ cho tôi ok dương bị nét hại poly hại ấy vì dương chọn đồ bị đỏ từ bộ bị đỏ ở áo to thì dương miền cam thị prap bia thà bà sân chỉ cái chọn lịch bốc hay cái đồ từ lịch đỏ là hiện tại là như cho và cái đồ từ lịch đỏ và dương tục nộp bia mà chăng chúng ta sẽ operator bảo vía và operator bảo vía mà main chỉ lịch đỏ anh em miền này chả bảo vía mình main operator ní trên có họ tại sao chúng ta quote ní vừa dương bạc cao vía chỉ char tôi những đã single quote này ở chỗ nào mà nó có cho làm cái này nè bây giờ bạc cao vía chỉ char việc pra single quote và dương bạc cao vía chỉ string việc pra double quoteแต่ปลาทำมันจะดาวบางอย่างประกาศวิจิชอบเวลาตะมวยประตอตะมวยไม่ประตอปีเอาจากนั้นต่างๆจังได้โค้ดยังคอ syntax บ่อยมันเราทำนะโอเคเนี่ยอะไรนี้ยังก่อนตุกสนุกวีบัตรวีมันเมนจีสัญญาเล็กดอกอันนี้มันเมนบา operator มันเมนจีสัญญาเล็กดอกบางในถามว่ามันวีสัญญาเล็กดอกมีตาสัญญาโมจีนอะไรสัญญาเล็กโบกูอยู่ใช่ยังสัญญามันสัญญาเล็กโบยังเธอใหญ่เลโบโอ้ใส่เรื่องวิ่งใช่เนี่ยต้องเอาขึ้นมามวยโบแค่มวยโบกเลยบากิโดตัดดอกวิ่งวิกายตาเลโบปีมันยังวิกายตาอะไรนี่อะไรโบปีมั้งปิโบตัดดอกปิโบตัดดอกคราวนี้แบบปะปออะไรวิกายตาเลยโดยสารจะวิกายตาเลยยังไงบางอย่างตาเลโบปีนั้นหลบกับนังเจ้าtớiยังไงจะเสหลบปีเจ้าเดี๋ยวเฮ้ยยังจังมาอะไรโบปีนั้นยังจังด่าสัญญาเล็กดอกวิ่งอันนี้เขียนตัวปากกา variable មួយទៀតមើលយើងរកវាសាមួយបូកណាចំត្រូវហើយចុះយើងដាក់ដកវាមិនទៅហើយនៅពេលយើងចុចសញ្ញាលេខបូកពេលយើងចុចសញ្ញាលេខបូកអានេះតំបន់សញ្ញាលេខបូកតោះតែយើងថាយើងបានចុចសញ្ញាលេខបូករួចទៅហើយសញ្ញាលេខបូកហើយយើងប្រាប់វាអញ្ចឹងអូមួយទៀតអ្នកទាំងអស់គ្នាចាំមិនបាច់ដាក់ space មិនបាច់ដាក់អីគេទេតែដាក់ space វាចេញក្រហមហើយវាខុសពីព្រោះអីចំពោះ computer ពេលយើងដក clear បន្តិចហ្នឹងវារាប់ថាជាមួយតួថ្មីបើយើងមើលមិនឃើញនេះណាថ្មីបើយើងមើលមិនឃើញអា computer វាមើលឃើញដូច្នេះយើងកុំដក clear វាចុចបតក់ពីលើហ្នឹងអត់ត្រូវដក clear ពីមុខទេណាដកពីមុខចេះក៏ខុសដែរហើយដកពីក្រោយចេះក៏ខុសដែរវាចេញក្រហមកន្លែងនេះដូច្នេះត្រូវដាក់តួរបស់យើងនឹងតួអក្សររបស់យើងនៅជាប់បតក់ហ្នឹងអូខេតំបន់លេខបូកយើងពេលយើងធ្វើកិច្ចការនេះអស់ហើយយើងដាក់ទង់ជ័យរបស់យើងនេះយើងថាយើងបានយើងកត់សម្គាល់យើងថាយើងបានចុចសញ្ញាលេខបូកដល់ពេលយើងមកចុចសញ្ញាលេខដកគូយើងត្រូវមានទង់ជ័យដែរទង់ជ័យរបស់យើងឯងយើងគ្រាន់ដាក់ថាយើងបានចុចលេខដកណាព្រោះតំបន់នេះចំពោះកំបិតនេះអូខេតំបន់នេះមិនតំបន់លេខដកដូច្នេះតំបន់នេះលេខដកខូដវារត់អញ្ចឹងទៅ
ដល់ទៅនេះយើងកត់សម្គាល់ខ្លួនឯងថាមានគេចុចសញ្ញាលេខដកហើយចាំមើលយើងរត់សាកម្ដងទៀតរត់ program យើងម្ដងទៀត1 បូកគេនេះវាចេញ1 បូកដូចបោះ Microsoft នេះ1 បូកឃើញ1 បូកទៅចុចយើងចុចដូរទៅដកឃើញវាដូរទៅដកយើងចុចទៅបូកឃើញវាដូរទៅបូកចុចទៅដកឃើញនេះឥឡូវយើងមើលយើងចុចដកវាអត់ធ្វើអីទាំងអស់វាអត់ធ្វើអីទាំងអស់ពីព្រោះអីយើងជប់ខ្ញុំបញ្ឈប់នេះសិនវាត្រូវចូលតំបន់នេះឃើញទេឥឡូវយើងពិនិត្យវាចេះតើវារត់ចូលតំបន់នេះអត់យើងរៀន break វាកន្លែងនេះអានេះ debug វាយើងដឹងថាពេលយើងចុចសញ្ញាលេខដកវាត្រូវរត់ចូលតំបន់នេះហើយអាតំបន់នេះអាជួរនេះដែលអ្នកបង្ហាញសញ្ញាលេខបូកឥឡូវយើងធ្វើ1 បូកមួយទៀតអ្នកទាំងអស់គ្នាឲ្យចាំគឺពេលយើងរៀនសរសេរ program ចំណាំលេខវាបើយើងធ្វើ1 បូកបាទ program យើងអត់ដើរអត់អីយើងកែ code រួចហើយត្រឡប់មកវិញធ្វើអា1 បូកនឹងម្ដងទៀតកុំធ្វើលេខអីផ្សេងអាហ្នឹងនាំតែខួរក្បាលយើងគិតវែងឆ្ងាយទេយើងធ្វើតែដដែលហ្នឹងហើយមកធ្វើលេខធំទេធ្វើតែលេខទូចហ្នឹងឯងហើយបាទលេខទូចហ្នឹងចេញអាលេខប្រហែលកោតប្រហែលសែនក៏វាចេញដែរអូខេ1 បូកហើយយើងសេ1 បូកដល់ពេលយើងចុចដកវាត្រូវចូលតំបន់នេះណាចូលតំបន់ហ្នឹងវារត់មកនេះវាត្រូវរត់មកជួរ79នេះចាំមើលយើងចុចសញ្ញាលេខដកចុចសញ្ញាលេខដកអ្នកទាំងអស់គ្នាឃើញវាអត់បានរត់មក79ផងបានន័យថាអាទំនប់មួយនេះវាទប់បាត់ទៅហើយបានន័យថាខូដយើងបញ្ហាតាំងពីបន្ទាត់75នេះឥឡូវខ្ញុំបិទសិនខ្ញុំមក break ទៅ75វិញមួយទៀតខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាគឺយើងចង់ break ខូដយើងប្រហែលកន្លែងក៏បានដែរឃើញខ្ញុំដាក់បន្ត75នេះបានន័យថាយើង break ជួរ75យើង break 79ហើយដល់ពេលបើយើង break ច្រើនកន្លែងជមើលយើង break ច្រើនកន្លែងយ៉ាងដល់ពេលយើងដោះវាវិញយើងមិនចង់ចុចម្ដងមួយឲ្យវាយូរយើងអាចទៅ debug អាខាងលើនេះ debug យើងអាចចុច delete or break points ពេលយើងចុចអាហ្នឹងទៅអាក្រហមមានទៅប្រមាណបើយើងប្រើ20 30អញ្ចឹងវាលុបឲ្យទាំងអស់ហើយជាមួយនឹងធ្វើឲ្យមើល delete or break points វាសួរឲ្យចង់លុបទាំងអស់មែនហើយយើងលុបតែក្រហមនេះវាប៉ះពាល់ code របស់យើងនេះហើយយើងចុច yes គឺនេះវាលុបឲ្យអូខេខ្ញុំដាក់ break ទៅ75រត់វាម្ដងទៀតពេលរត់វាអញ្ចឹងយើងដាក់1 បូកហើយយើងចុចលេខដកព្រោះចុចលេខដកវាត្រូវចូលតំបន់ខូដដកនេះដកអ្នកនរគ្នាឃើញវារត់មកតាមនេះយើងយកកណ្ដោដាក់លើ is operational នេះឃើញវា true true បានន័យថាវាពិតដល់ពេលវាពិតវាចូល return នេះចាំមើលយើងចុច F11 ឬក៏ចុចឥឡូវនេះឃើញទេដល់មក return ហ្នឹងវារំលងអា code អស់នេះអញ្ចឹងហើយបានវាបានដូរសញ្ញាលេខដកឲ្យយើងចាំមើលខ្ញុំដាក់ F11 ម្ដងទៀតឃើញទេវារំលងអា code អស់នេះវាមកអាជួរ92នេះវាបញ្ឈប់ program បណ្ដោយវាបង្ហាញទៅតែឡើងដល់អាភ្នែកយើងមើលទៅដូចអត់មានរឿងអីកើតឡើងអញ្ចឹងអូខេយើងបញ្ឈប់នេះសិនហើយដើម្បីកែ code របស់យើងដឹងថារបស់យើងបញ្ហាកន្លែងនេះឯងតោះតែយើងបន្ថែម code បន្តិចទៀតយើងបន្ថែមថាយើងចង់ឲ្យវាចូល return នេះលើកលែងតែ operational click នេះវា true ហើយនឹង operator វាសញ្ញាលេខដកអានេះវាមានន័យថាបើគេចុចលើកមុនគេចុចលេខបូកក៏ប៉ុន្តែម្ដងនេះគេចុចលេខដកឲ្យវាទៅធ្លាយទៅបើគេឧទាហរណ៍បើយើងដាក់1 ដកហើយគេចុចដកម្ដងទៀតបើគេចុចដកដដែលនេះឃើញទេបើគេចុចដកដដែលហ្នឹងអាហ្នឹងចាំយើងកុំរត់ខូដនេះឥឡូវខ្ញុំធ្វើឲ្យមើល1 ដកចុចបើចុចដកម្ដងទៀតឃើញវាអត់បន្ថែមទេពីព្រោះអីយើងចុចអាសញ្ញាលេខដកដដែលលោកអាតំណប់នេះវាទប់ហើយណាដូច្នេះខូដក្រោមនេះយើងអត់ចង់រត់ទេដកឃើញទេឥឡូវខ្ញុំបិទខូដនេះវិញរត់ម្ដងទៀតយើងធ្វើ1 បូកវិញ1 បូកឃើញ1 បូកដូចMicrosoftយើងចុចដកអ្នកទាំងអស់ឃើញទេវាដាក់អាលេខដកនេះក៏តែ1 ដកម្ដងទៀតដូច្នេះតើតើយើងដោះស្រាយបញ្ហាហ្នឹងទៀតអូខេបញ្ចប់នេះសិន
បញ្ហារបស់យើងតើយើងបន្ថែម variable មួយទៀតដើម្បីដោះស្រាយបញ្ហានេះនៅពេលយើងរត់ program ហ្នឹងនេះchúngយើងរត់ឲ្យមើលយើងដាក់មួយបូកអាហ្នឹងត្រឹមត្រូវហើយដល់ពេលយើងចុចដកវាទៅដាក់ដកមួយម្ដងទៀតបានន័យថាវាបន្តកតុយវាធ្វើលេខដដែលវាបន្តវាយកអាលេខមួយទៅក្រោមនេះដើម្បីយើងដោះស្រាយហ្នឹងតើយើងបន្ថែម variable ថ្មីមួយនេះហើយនៅក្នុងឥឡូវទី1យើងចុចលេខបូកយើងចុចមួយបូកទៅចេះយើងត្រូវកែ code របស់យើងក្នុងតំបន់សញ្ញាលេខបូកនេះដើម្បីដោះស្រាយអាបញ្ហានេះតើយើងកែ code យើងកន្លែងនេះបន្តិចអានេះពេលយើងចុចមួយបូកវាយកអាលេខក្រោមនេះអាលេខ1នេះវាជា label 1វាទុកបន្តអាសន្ននៅអា answer string នេះបន្ទាប់មកយើងនឹងប្រើ answer string លេខ2ហើយ label 2ហ្នឹងគឺអាខាងលើនេះណាអា label យើងចង់ទុកអាខាងលើហ្នឹងឬហើយយើងបន្ថែម answer string បន្ទាប់មកតើយើងទៅអាសញ្ញាលេខដកយើងសញ្ញាលេខដកអានេះតំបន់សញ្ញាលេខដកតើយើងកែ code កន្លែងនេះបន្តិចព្រោះពេលគេដូរពីសញ្ញាលេខបូកទៅលេខដកអានេះមិនស្មើយើងបានន័យថាបើវាមិនមែនវាមិនស្មើសញ្ញាលេខដកទេបានន័យថាអាមុននោះសញ្ញាអីផ្សេងហើយយើងមិនដឹងសញ្ញាអីទេហើយសញ្ញាលេខគុណលេខចែកលេខដកលេខបូកអីហើយក៏ប៉ុន្តែយើងតែច្បាស់បើវាមិនសញ្ញាលេខដកឲ្យវាធ្វើកិច្ចការនេះកិច្ចការហ្នឹងយើងចង់ឲ្យវាអាលុបអាចាស់ចេញបានន័យថាពេលយើងមួយបូកអញ្ចឹងយើងចុចអាលេខដកនេះគឺយើងចង់អាលុបអាលើអា label លើនឹងចេញយើងសរសេរសារថ្មីរួចហើយយើងគ្រាន់តែដាក់សញ្ញាលេខដកពីក្រោយជាមួយយើងរក code របស់យើងនឹងមើលត្រឹមត្រូវអត់ហើយខ្ញុំឃើញកន្លែងនេះបិទអា code នេះព្រោះអា code នេះវាជាន់គ្នាអា code នេះហើយអា code នេះវាជាន់គ្នាបិទអានេះសិនមើលអានេះស្អីទៀតអូខេអានេះអត់អីគ្រាន់តែជ័យវាហើយយើងរត់សារមួយបូកត្រឹមត្រូវហើយដល់ពេលយើងចុចដកអ្នកនរឃើញវាដូរទៅដកណាបានន័យថាវាពីនិតកន្លែងនេះឬហើយវាលុបអា label 2ចោលទៅនេះ string empty វាលុបអាលើចោលវាទៅសេអា string នឹងម្ដងទៀតដែលយើងទុកវាបន្តអាសន្នហើយគ្រាន់តែបន្ថែមសញ្ញាលេខដកពីក្រោយវិញហើយបើយើងចង់ដូរទៅបូកវិញយើងអាច copy អា code តំបន់នេះព្រោះអា code តំបន់នេះជា code សម្រាប់យើងដូរសញ្ញាអានេះបណ្ដុំសញ្ញាលេខបូកហើយអូខេអានេះយើងគ្រាន់ដូរចេះបើវាមិនមែនជាសញ្ញាលេខបូកព្រោះអានេះតំបន់សញ្ញាលេខបូកបើវាមិនមែនសញ្ញាលេខបូកយើងចង់ឲ្យដូរវាទៅលេខបូកបានន័យថាបើវាមិនសញ្ញាលេខបូកវាសញ្ញាអីផ្សេងហើយ code នេះមើលខ្ញុំទៅសេចចុះកុំឲ្យវារត់មកក្រោមនេះនាំបញ្ហាយើងអូខេខ្ញុំដាក់ return កន្លែងនេះគឺសម្រាប់អាវីដេអូនេះទេក្នុងវេទិកាខ្ញុំបានដាក់អា code ដែលខ្ញុំកែអាស្អីអស់នេះឲ្យហើយដូច្នេះអ្នកទាំងអស់គ្នាយក code ហ្នឹងទៅពិនិត្យទៅហើយមានសំណួរជួរណាមួយសរសេរសួរក្នុងវេទិកាបើអ្នកទាំងអស់គ្នាមើលមកគឺវីដេអូរបស់យើងវា1ម៉ោង15នាទីហើយបានន័យថាវាស្មើនឹងថ្នាក់រៀនមហាសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិកមួយថ្ងៃទៅហើយដូច្នេះខ្ញុំបញ្ញាប់បញ្ចប់វីដេអូនេះបានជាខ្ញុំដាក់ return នេះក៏ប៉ុន្តែក្នុង code maintain ដែលយើងសរសេរសម្រាប់លំហាត់មេរៀនទី7វាអត់មាន return កន្លែងនេះទេខ្ញុំដាក់ return ហ្នឹងដើម្បីបើវារត់ចូលតំបន់នេះហើយខ្ញុំគ្រាន់ប្រាប់វាកុំឲ្យរត់ចូលអាតំបន់នេះនាំតែបញ្ហាមួយទៀតខ្ញុំអាចធ្វើចេះក៏បានដែរអានេះសរសេរ code ត្រឹមត្រូវផងខ្ញុំអាចដាក់ else យើងអាចកសោបអា code អស់នេះចុចខាងស្ដាំhighlight វាទាំងអស់ចេះចុចខាងស្ដាំចុច surround with ហើយ surround with ទៅ else ឃើញ else នេះចុចអានឹង2ដងអ្នកទាំងអស់គ្នាឃើញវាកសោបអានឹងឲ្យ
វាcònខុសគ្នាយើងធ្វើយ៉ាងយើងមិនអាចទៅ L ចុះបន្ទាត់ឬហើយមកវាយអា curly bracket ឬហើយឡើងមកចុះបន្ទាត់វាយអាមួយទៀតចេះវាធ្វើកិច្ចការបានដូចតែគ្នាប៉ុន្តែបើយើងធ្វើចេះវាលឿនជាងយើងទៅសោកវាអញ្ចឹងណាអូខេខ្ញុំរក code នេះម្ដងទៀត1បូកចុចដកអ្នកនរគ្នាឃើញវាដកបើខ្ញុំចុចបូកវិញចុចបូកវិញវាអត់ដើរដោយសារតែ code របស់យើងចុចបូកវិញអត់ដើរអូខេយើងពិនិត្យ code កន្លែងដកទង្ជ័យរបស់យើងត្រឹមត្រូវអស់ហើយអូខេយើងអានេះតបនដកយើងមើលអានេះយើងទៅថែម code នេះវាទប់សម្រាប់ទប់សញ្ញាដកសញ្ញាបូកដូច្នេះតើយើងទប់អញ្ចឹងដែរអានេះយើងទប់អានេះ operator សម្រាប់សញ្ញាបូកព្រោះបើអាតំបន់នេះតំបន់បូកបើគេចុចបូកសញ្ញាលេខបូកម្ដងហើយបាននេះគេបើគេចុចមួយបូកហើយគេចុចបូកទៀតយើងមិនចង់ឲ្យវាសរសេរមួយបូកយើងចង់ឲ្យវាចូល return នេះដើម្បីឲ្យវារំលង code របស់នេះហើយយើងរត់វាម្ដងទៀតយើងទៅមួយបូកត្រឹមត្រូវហើយយើងទៅដកគេវាដកហើយយើងទៅបូកគេវាទៅបូកទៅដកបូកដកអូខេដូចខ្ញុំថាអញ្ចឹងអានេះយើង1ម៉ោង15នាទីហើយឃើញខ្ញុំអាចបញ្យល់បានតែសិស្សមួយនេះទេដូចខ្ញុំបានសរសេរក្នុងវេទិកាអញ្ចឹងបើខ្ញុំសរសេរ code ឲ្យមើលសំណួរទាំងអស់នេះប្រហែល2-10ម៉ោងវាយូរនឹងខ្ញុំបញ្យល់ជំហានទេបើសរសេរខ្លួនឯងបើខ្ញុំអត់និយាយសរសេរខ្លួនឯងប្រហែលសរសេរ5ម៉ោងហើយបាទហើយក៏ប៉ុន្តែចំពោះយើងរៀនតើតើខ្ញុំបញ្យល់ជំហានអញ្ចឹងបានយល់ហើយខ្ញុំដាក់ code ឲ្យ download ពីវេទិកាហ្នឹងអ្នកទាំងអស់គ្នាយកទៅសិក្សាពិនិត្យវាទៅរៀនប្រើអា break អា debug ចង់ដឹង program វារត់ជំហានយ៉ាងម៉េចហើយនឹងអាកម្មវិធីខ្ញុំគិតវាយ៉ាងម៉េចបើវាចេញចម្លើយត្រូវអញ្ចឹងដូច្នេះចំណាយពេលខ្លួនឯងពិនិត្យ code ហ្នឹងទៅហើយបើឆ្ងល់ដូចឧទាហរណ៍បើមើល code ឥឡូវខ្ញុំជប់ program នេះសិនឧទាហរណ៍ថាបើយកអា code របស់ខ្ញុំនឹងទៅមើលថាមិនក៏ចាំត្រូវការនេះផងហើយត្រូវការនេះផងអញ្ចឹងអានឹងចាំសរសេរសួរក្នុងវេទិកាទៅចាំយើងពិភាក្សាក្នុងវេទិកាទៅវិញពីព្រោះអីពេលអ្នកទាំងអស់គ្នាមើល code អញ្ចឹងជួនកាលវាអាចយល់លឿនជាងមើលអាវីដេអូនេះផងអូខេវីដេអូមួយនេះចប់ត្រឹមនេះឯងបើអ្នកទាំងអស់គ្នាមានសំណួរអ្វីសរសេរសួរក្នុងវេទិកាទៅចំពោះមេរៀនយើងខ្ញុំជាសុខាផ្សាយចេញពីរដ្ឋធានី Phoenix Arizona នៃសហរដ្ឋអាមេរិកអរុនសួស្តីសាយ័ន្តសួស្តីរីត្រីសួស្តីសូមជម្រាបលា